សំឡេងហៅពីប្រទេសចាស់កាលពីយូរលង់ណាស់មកហើយនៅជាភូមិមួយមានផ្ទះឈើចាស់មួយឈរតែម្នាក់ឯងក្បែរព្រៃក្រាស់អ្នកភូមិទាំងអស់ជៀសវាងមិនហ៊ាននៅក្បែរផ្ទះនោះឡើយព្រោះគេនិយាយតគ្នាថានៅពេលយប់តែងតែឮសំឡេងស្ត្រីម្នាក់ហើយឈ្មោះពីក្នុងផ្ទះនោះថ្ងៃមួយមានយុវជនម្នាក់ឈ្មោះវីរៈជាមនុស្សក្លាហាននិងមិនជឿរឿងខ្មោចឡើយគាត់បានឮសំឡេងអ្នកភូមិនិយាយអំពីផ្ទះនោះហើយក៏សម្រេចចិត្តទៅស្នាក់នៅមួយយប់ដើម្បីបញ្ជាក់ការពិតវីរៈនិយាយដោយទឹកចិត្តនិងមិនជឿរឿងខ្មោចទេនៅពេលថ្ងៃលិចវីរៈយកភ្លើងពណ៌និងកាបូបមួយចូលទៅក្នុងផ្ទះចាស់នោះក្នុងផ្ទះនោះស្ងាត់ខ្លាំងណាស់ធូលីដីគ្របដណ្ដប់គ្រប់ទីកន្លែងខ្យល់បក់ធ្វើឲ្យទ្វារឈើបន្លឺសំឡេងក្រេករហូតម៉ោង2យប់ស្រាប់តែគាត់ឮសំឡេងខ្សឹបមួយគាត់ឮសំឡេងនោះហើយក៏ភ្ញាក់ផ្អើលហើយបំភ្លឺពើមើលជុំវិញគ្មាននរណាម្នាក់ទេប៉ុន្តែសំឡេងនោះនៅបន្តទៀតសំឡេងនោះដូចជាចេញពីជាន់ភ្លើងវីរៈកាន់ពិលឡើងជណ្ដើរយឺតជំហាននីមួយបន្លឺសំឡេងក្រេកនៅចុងផ្លូវដើរមានបន្ទប់មួយដែលគេបិទជិតពេលគាត់ព្រមធ្លាយចូលស្រាប់តែខ្យល់ត្រជាក់មួយបក់មកពេលគាត់ចូលក្នុងបន្ទប់ហើយនៅក្នុងបន្ទប់នោះមានតុចាស់និងរូបថតគ្រប់សាមួយរូបថតនោះបង្ហាញពីស្ត្រីម្នាក់កំពុងឈរនិងក្មេងស្រីម្នាក់នៅក្បែរប៉ុន្តែមិនគួរឲ្យខ្លាចនោះទេភ្នែករបស់ស្ត្រីក្នុងរូបថតដូចជាកំពុងសម្លឹងមើលគាត់វីរៈក៏បានរកឃើញសៀវភៅកំណត់ហេតុមួយនៅក្រោមតុហើយក្នុងនោះបានសរសេរថាបើអ្នកណាបានអានសៀវភៅនេះសូមជួយកូនស្រីខ្ញុំផងនាងបានបាត់ខ្លួននៅក្នុងបន្ទប់ក្រោមដីវីរៈចាប់ដើមភ័យខ្លាចហើយឆ្ងល់ថាតើក្មេងស្រីនោះទៅណាហេតុអ្វីបានជានាងបាត់ខ្លួនវីរៈក៏ដើរស្វែងរកក្មេងស្រីនោះអស់ជាច្រើនម៉ោងគាត់បានរកឃើញទ្វារលាក់មួយនៅក្រោមកម្រាលឈើគាត់ក៏បានបើកទ្វារហើយចុះទៅក្រោមទីនោះងងឹតខ្លាំងណាស់ស្រាប់តែគាត់ឮសំឡេងយំរបស់ក្មេងស្រីម៉ាក់វីរៈបំភ្លឺពើទៅមកនៅជ្រុងបន្ទប់មានតុក្កតាចាស់មួយអង្គុយតែម្នាក់ឯងភ្លាមនោះភ្នែកតុក្កតាបានបើកឡើងខ្យល់ត្រជាក់បានបក់ជុំវិញមុខវីរៈស្លេកស្លាំងនៅពីក្រោយតុក្កតាស្រាប់តែលេចចេញរូបក្មេងស្រីម្នាក់ស្លៀករ៉ូបសហើយមានសក់វែងគ្របមុខនាងបាននិយាយដោយសំឡេងខ្សោយខ្សៅ
ខ្ញុំជួបនៅទីនេះជាច្រើនឆ្នាំហើយវិរៈក៏បានសួរទៅក្មេងស្រីនោះថាតើអ្នកចង់ឲ្យខ្ញុំជួយអ្វីនាងចង្អុលទៅជញ្ជាំងមួយវិរៈក៏វាយបំបែកជញ្ជាំងចាស់នោះនៅក្នុងនោះមានប្រអប់ឈើមួយក្នុងប្រអប់ឈើនោះមានឆ្អឹងតូចៗនិងខ្សែកមាសមួយក្មេងស្រីនិយាយទាំងយំថានោះជារបស់ខ្ញុំនាងបានប្រាប់ថាកាលពីច្រើនឆ្នាំមុននាងត្រូវបានសម្លាប់ដោយចោរម្នាក់ដែលចង់លួចទ្រព្យសម្បត្តិគ្រួសារវិញ្ញាណរបស់នាងមិនអាចទៅទីស្ងប់បានទេហើយក្មេងស្រីម្នាក់នោះបានឲ្យវិរៈយកឆ្អឹងនិងខ្សែកមាសទៅប្រគល់ឲ្យអ្នកភូមិហើយបានប្រាប់ទៅវិរៈថាសូមអ្នកយកឆ្អឹងនេះទៅធ្វើបុណ្យឲ្យខ្ញុំផងវិរៈក៏យកឆ្អឹងនិងខ្សែកមាសទៅប្រគល់ឲ្យអ្នកភូមិអ្នកចាស់ទុំក្នុងភូមិបានរៀបចំពិធីបុណ្យឧទ្ទិសកុសលនៅយប់ធ្វើពិធីបុណ្យនោះវិរៈបានឃើញក្មេងស្រីជាលើកចុងក្រោយនាងបានឈរញញឹមដាក់វិរៈនាងញញឹមយ៉ាងស្រស់ស្អាតហើយបាននិយាយទៅកាន់វិរៈថាខ្ញុំអរគុណហើយបន្តមករូបនាងក៏បានបាត់ទៅក្នុងពន្លឺព្រះច័ន្ទមនុស្សគ្រប់គ្នាគិតថារឿងទាំងអស់បានចប់ហើយប៉ុន្តែប្រហែលថ្ងៃក្រោយមកអ្នកភូមិម្នាក់បានដើរកាត់ផ្ទះចាស់នោះនៅពេលយប់ស្រាប់តែឮសំឡេងខ្សឹបមួយចេញពីខាងក្នុងស្រែកថាជួយខ្ញុំផងតែសំឡេងនេះមិនមែនជាសំឡេងក្មេងស្រីទៀតទេវាជាសំឡេងបុរសម្នាក់ហើយនៅលើបង្អួចចន្លើមានស្រមោលខ្មៅមួយកំពុងឈរសម្លឹងចុះមកក្រោមរឿងសំឡេងហៅពីផ្ទះចាស់ក៏ចប់ត្រឹមនេះសូមជួយចុច Subscribe ដើម្បីទទួលបានវីដេអូរឿងនិទានថ្មីៗសូមអរគុណ